បងយើងខ្ញុំសូមគោរពជំរាបសួរទៅកាន់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលកំពុងតែទស្សនានៅវីដេអូនេះយើងខ្ញុំមកពីថ្នាក់ទី 8A តំណាងឲ្យក្រុមទី 4 ហើយថ្ងៃនេះដែរក្រុមយើងខ្ញុំមកវិសោធន៍អំពីមេដែកទី2គឺមេដែកធម្មជាតិនិងមេដែកនិមិត្តមេដែកធម្មជាតិមាននៅក្នុងធម្មជាតិហើយមេដែកនិមិត្តគឺយើងត្រូវផលិតវាហើយថ្ងៃនេះផងដែរខ្ញុំនឹងមកពិសោធន៍អំពីមេដែកនិមិត្តមេដែកនិមិត្តទី2គឺមេដែកអចិន្ត្រៃយ៍និងមេដែកអចិន្ត្រៃយ៍មានដូចជាថ្មពិលខ្ចៅដៃសុតរុំខ្សែទង់ដែងនិងដៃថែបរុំខ្សែទង់ដែងមកពិសោធន៍អំពីមេដែកអចិន្ត្រៃយ៍ដំបូងយើងត្រូវយកដៃសុតរុំជាមួយនឹងខ្សែទង់ដែងយកខ្សែទង់ដែងទាំងសងខាងយកទៅដាក់ជាប់នឹងប៉ូលនៃថ្មពិលបន្តមកទៀតយកចុងនៃដៃសុតរបស់យើងយកទៅដាក់នឹងខ្សែរបស់យើងនោះយើងសង្កេតឃើញថាខ្សែរបស់យើងនៅឆក់ជាប់ជាមួយនឹងដៃសុតរបស់យើងប៉ុន្តែនៅពេលដែលយើងប្រឡែងចុងនៃខ្សែទង់ដែងរបស់យើងនោះខ្សែរបស់យើងនឹងធ្លាក់ចុះក្រោមពីមេដែកអចិន្ត្រៃយ៍ដំបូងយើងត្រូវយកដៃថែបរុំជាមួយនឹងខ្សែទង់ដែងយកមកដាក់នៅចុងសងខាងនៃថ្មពិលបន្តមកទៀតយកចុងនៃដៃថែរបស់យើងយកទៅដាក់នៅបញ្ចូលដៃព្រោះយើងសង្កេតឃើញថាវាជាប់បន្តមកទៀតនៅពេលដែលយើងប្រឡែងខ្សែទង់ដៃរបស់យើងសង្កេតឃើញថាដែកក៏នៅតែជាប់នឹងខ្សែទង់ដែកថែបដែរនេះគឺជាភាពខុសគ្នារវាងដែកថែបនិងដែកសុតកម្មវិធីរបស់ក្រុមពួកយើងត្រូវបានបញ្ចប់សូមអរគុណ